แต่เปิดได้បាទតែពិតៗបាទយើងតែเปิดយើងជាប់เปิด ហើយ speed 8ជាងហើយបាទ ผมเป็นโก้ครับผม ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាព្រឹកនេះខ្ញុំកំពុងតែស្ថិតនៅពីមុខជាមួយនឹង showroom របស់ Chevrolet Cambodia ផ្ទាល់តែម្ដងជំរាបសួរបងជំរាបសួរបាទថ្ងៃនេះយើងមានអ្វីដែលពិសេសសម្រាប់អ្នកទាំងអស់គ្នាអ្វីដែលកាន់តែពិសេសអ្នកទាំងអស់គ្នាកុំភ្លេចទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាព្រោះថានៅចុងវីដេអូខ្ញុំនឹងមានអ្វីដើម្បីជម្រាបជូនទៅកាន់អ្នកទាំងអស់គ្នាជំរាបសួរភាពរីករាយគឺជាចំណុចលក្ខណៈពិសេសមួយរបស់ Cell នៅក្នុង Chevrolet Cambodia ដូច្នេះចង់ដឹងថាវីដេអូនៅថ្ងៃនេះយើងមានអ្វីដើម្បីបង្ហាញជូនទៅកាន់fanៗរបស់ Chevrolet Cambodia រីករាយទេសនាជាបន្តទៅមួយខ្ញុំ វ៉ាវអញ្ចឹងឥឡូវនេះយើងអាចបន្តដំណើរទៅជួបជាមួយនឹង POVP របស់យើងបានតែម្ដង អូខេបងតាបង let's go ចេញបងបងទៅវិតឥឡូវនេះយើងដល់ផ្ទះអតិថិជនហើយបាទទៅសុំទៅគាត់ទីសិនអូខេបង let's go ជំរាបសួរបង Hello បងជំរាបសួរអូយសុខសប្បាយថ្ងៃនេះរំខានពេកបងអីអញ្ចឹងដំបូងខ្ញុំណែនាំខ្លួនសិនខ្ញុំឈ្មោះ David ថ្ងៃនេះតំណាងឲ្យពិធីកររបស់ Chevrolet Cambodia ហើយថ្ងៃនេះយើងយករថយន្តបាទ Colorado ដែលជារថយន្តទំនើបរបស់ Chevrolet Cambodia យកមកជូនបងនៅក្នុងការតេស្តផ្ទាល់តែម្ដងបាទអញសូមស្គាល់ឈ្មោះបងសិនបានទេបងបាទបងតង់បាទបងតង់ថ្ងៃនេះនឹងនាំបងទៅទទួលយកនៅបទពិសោធន៍ថ្មីជាមួយនឹងរថយន្តស៊េរីទំនើបបាទដែលជារថយន្ត Chevrolet បាទ Colorado បាទចំនួនថ្មីដែលមានជាមួយបច្ចេកវិទ្យាដុតទំនើបនៅខាងក្នុងអញ្ចឹងចង់ដឹងពីអារម្មណ៍បងផ្ទាល់មែនតើដែលជាអ្នកបានបើកឲ្យតេស្តផ្ទាល់តែម្ដងបាទអញ្ចឹងត្រៀមខ្លួនហើយដែរបងហើយចឹងយើងទៅទាំងអស់គ្នាបងបាទអញ្ជើញបងបងចេញបងថ្ងៃនេះក៏ខ្ញុំអត់មកម្នាក់ឯងដែរខ្ញុំមានបងឡុងបាទណាមពីខាងផលិតដូចគ្នាបាទសុខសប្បាយបងសុខសប្បាយបាទអញ្ចឹងខ្ញុំថ្ងៃនេះនឹងជំរាបបងពីរបៀបនៅក្នុងការប្រើប្រាស់ក៏ដូចជា option ពិសេសសម្រាប់ The All New Chevrolet Colorado របស់យើងមែនទេបងទៅវិញបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាបងសូមជិះបងទៅកាន់មកបង Let's go បងទៅបាទបងទៅខាងមុខបងស្រឡាញ់ផ្លូវណាទៅផ្លូវហ្នឹងហ្មងឥឡូវនេះបងតង់កំពុងតែបាទសាកលបងជាមួយនឹងការជន់លបឿន speed កម្លាំងស្ទុះនៃឡានស៊េរីទំនើបចុងក្រោយរបស់បាទ Chevrolet ផងដែរអញ្ចឹងចាំមើលពីបន្ទាប់ពីបងតង់បានតេស្តហើយជំរាបអារម្មណ៍ទៅកាន់បងប្អូនវិញថាយ៉ាងម៉េចដែរបាទសម្ដីពិតវាអតិថិជនផ្ទាល់ហ្មងវ៉ាវយើងតេស្តពិតដែរបាទតេស្តពិតបាទយើងតេស្តពិតយើងជាន់ពិត speed 8ជាងហើយបាទដល់មកវិញធម្មតាបងតង់ជាអ្នកចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយច្រើនបាទចឹងចាំមើលចង់ដឹងវិញថាបន្ទាប់ពីជន់ជាមួយនឹង Colorado របស់ Chevrolet ហើយអារម្មណ៍យ៉ាងណាបាទពេលនេះយើងបានសាកល្បងជន់ហើយខ្ញុំឃើញថាពាក់ព័ន្ធជាមួយនឹងលំនឹងរថយន្តបាទគឺមិនឃ្លោងបាទគឺឡានមានលំនឹងល្អបាទហើយតាក់ទងជាមួយនឹងការដែលយើងប្រើប្រាស់កម្លាំងពីខ្លួនយើងទៅយើងមិនប្រឹងខ្លាំងពេកទេប៉ុន្តែឡានហ្នឹងគឺបានបង្កើនល្បឿនមួយដែលយើងអាចបាទតាមអ្វីដែលយើងចង់បានហើយសន្ទុះឡានគឺថាតាក់ទងជាមួយនឹងការជន់ជាទូទៅយើងឃើញថាប្រអប់លេខគាត់ប្រអប់លេខរបស់រថយន្តហ្នឹងគឺជាចូលបានល្អបាទហើយការជន់ហ្នឹងគឺពិតជា smooth មែនតើបាទយើងជន់យើងគិតមើលយើងជន់ពីដល់100បាទហើយពិតជារថយន្តមួយបាទស័ក្តិសមជាមួយនឹងការបើកបរបាទ
ចឹងតេតងជាមួយនឹងផងចំណុចនេះខ្ញុំចង់ highlight ជូនបងទៀតពាក់ព័ន្ធជាមួយប្រអប់លេខជាទូទៅសម្រាប់ pick up គេប្រើថា6លេខឬមួយក៏បើមិនចឹងផ្លាស់ដល់10លេខ បាទបាទ បាទប៉ុន្តែសម្រាប់ Charlotte Colono គឺយើងបានកណនាទៅលើកម្រិតមួយដែលកំដៅយើងអាចនិយាយបានថាឲ្យសមាមាត្រនៅក្នុងការប្រើប្រាស់បញ្ចូលលេខឲ្យ smooth ល្មមគឺយើងប្រើ8លេខបាទអញ្ចឹង3លេខគឺជាចន្លោះមួយដែលកណ្ដាលហ្នឹងអស់មែនតើហ្មងមើលពីនេះយើងឃើញដល់100ហើយប៉ុន្តែបងមានអារម្មណ៍ថាវាញ័រជាកោតហ្មងបងអាចអត់ផងបាទ បាទអត់ទេ បាទក្បាលឡានជាទូទៅការប្រើប្រាស់រថយន្តខ្ញុំឃើញថាជាឡានខ្លះគឺមិនត្រឹមតែញ័រចកោទេក្បាលឡានហ្នឹងក៏ញ័រដែរបាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងក្បាលឡានមិនញ័រមិនរង្គើចកោតនិងល្អបាទចឹងនេះគឺជាចំណាប់អារម្មណ៍ផ្ទាល់ហើយបងប្អូនទាំងគ្នាបាទអាចយកបន្តវិសាស្ត្រមួយទៀតបងតែបងជាមួយនឹងអារម្មណ៍ការបើកបរនេះតែតជាមួយនឹងសម្លេងពីខាងក្រៅបើប្រៀបធៀបជាមួយនឹងការប្រកបកំពុងប្រើបងយល់នេះណាបាទតើតមួយនឹងប្រព័ន្ធការពារសម្លេងយើងឃើញថាការពារបានល្អតែមិនមានសម្លេងរំខានចូលពីខាងក្រៅមកចូលមានដែរតែវាលឺតិចតួចមានន័យថាបើយើងនិយាយថាក្នុងលបឿនដែលយើងជន់ចោលតែយើងលឺពីខាងក្រៅហ្នឹងវាត្រូវតែលឺវូវូវូបាទអញ្ចឹងណាបាទតែជាក់ស្ដែងបើនេះខ្ញុំបើកជាមួយនឹងក្រុមការងារទាំងអស់គ្នាបាទឃើញថាវាមិនមានសម្លេងចូលខ្លាំងទេវាគ្រាន់តែលឺតិចតួចមានន័យថាមិនរំខានអារម្មណ៍យើងអ្នកបើកបរបាទបងប្អូនទាំងអស់គ្នាមិញនេះយើងនាំជាមួយនឹងបងតង់ហើយបងឡុងជិះសាកល្បងជាមួយនឹងបាទគេហៅលបឿនលឿនណាបង100ណានៅលើផ្លូវរបៀប highway ដល់ពេលឥឡូវយើងមកលក្ខណៈរបៀបរៀង off road រៀងផ្សងព្រេងម្ដងតែចាំមើលថាតើលបឿនក៏ដូចជាការអង្គើរបស់ឡានស៊េរីទំនើបនេះបាទមានភាពយ៉ាងណាដែរចាំឲ្យបាទបងតង់ជាអ្នកបកស្រាយវិញតទៅពី off road ខ្លួនបាទឃើញថាយើងបានកំពុងបើកនៅលើផ្លូវគ្រោះបាទហ្នឹងហើយនិយាយថាផ្លូវពិបាកបន្តិចហ្នឹងហើយខ្ញុំសង្កេតឃើញថាជើងក្រោមរបស់រថយន្តហ្នឹងហើយគឺថានឹងល្អបាទมันមានសំឡេងរំខានផងដែរអូខេមួយទៀតឃើញថាភាពរលាក់បងយើងសឹងតែមិនដឹងថាឡានកំពុងតែរលាក់បងបាទហ្នឹងហើយគេហៅថាមិនចាំបាច់ទប់ចកោឬក៏យើងប្រឹងបែកខ្លាំងហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹងការលោតជាធម្មតាឡានបើសិនជាទោះបីជាវារលាក់តិចក្តីច្រើនក្តីជួនកាលជាលោតដែរបងតែឥឡូវយើងមើលជាក់ស្ដែងបងឥឡូវយើងជិះក្នុងឡានដែរមានលោតអត់បើលើផ្លូវកំពុងតែរលាក់អស់បាទអញ្ចឹងខ្ញុំឃើញថាឡានអត់លោតទៀតបាទពិតជាពិសេសមែនតើឥឡូវនេះយើងនៅផ្លូវរៀងរលាក់ជាងបន្តិចបងបាទមួយកម្រិតទៀតនេះគឺជាផ្លូវមួយកម្រិតទៀតដែលដូចឃើញនេះគឺតាមភ្លឺបន្លាយអូបាទបងធ្វើមកជាមួយគោហ្នឹងកុំភ័យគីឡូដូស្គាល់តែវ៉ាអូហូបាក់ចឹងគេអាយូបងកាច់ចូលផងទីមកខាងឆ្វេងបងជួយពេលកាច់ចូលបង2យើងអត់ប្រឹងខ្លាំងទេហើយយើង shift on the fly វិញបាទបងកាច់ចូលមកបង1វិញបាទឈប់ទេបងបាទឈប់យើងកាច់ទៅឆ្វេងវិញទៅហើយបងអានេះគេហៅយើង shift on the fly យើងដូរក្នុងពេលដែលបងបើកបងបាទខ្ញុំមានន័យថាយើងប្រើប្រាស់ប្រព័ន្ធពង2ពង1ដោយមិនចាំបាច់បាទឈប់ទេលើកឡានឈប់ឡានមកអិនទេបាទអត់ចាំបាច់ទេអូយវ៉ាវ
smart បង smart តោះបាទ បាទវ៉ាឥឡូវយើងស្វាធ្វើដំណើរមកដល់កន្លែងបងតង់វិញហើយបាទបងតង់អារម្មណ៍យ៉ាងណាដែរបន្ទាប់ពីបានតេស្តដៃជាមួយពួកយើងរួចរាល់ បាទរុនធត់ជក់ចិត្តញាប់ញ័រចង់សាកម្ដងទៀត បាទ តែដោយសារពេលវេលាយើងមាន បាទមើលតែសាច់ឡាននៅខាងក្រោយសភាពឡានក៏បងប្អូនដឹងដែរមិញលក្ខណៈហាត់ទ្រីហ្វទៅទ្រីហ្វមកអញ្ចឹងណាសាហាវយកបងតង់បាទខាងក្នុងយល់ឃើញយ៉ាងណាដែរបងចំពោះផាសុខភាពនៅក្នុងការប្រើប្រាស់ជាមួយនឹងឡានរបស់យើង បាទខាងក្នុងឡានអូខេដូចខ្ញុំបាននិយាយពីដើមមកអញ្ចឹងទាំងកៅអីទាំងចង្កូតហ្នឹងហើយទាំងការតុបតែងខាងក្នុងគឺពិតជាមានផាសុខភាព បាទចុះសម្រាប់ការធ្វើដំណើរនៅលើផ្លូវលក្ខណៈរលាក់ខ្លាំងហើយ extremely រលាក់ជាងហ្នឹងទៀត បាទគឺល្អ គឺយើងជីកផ្ទាល់ហ្មងចឹងប្រព័ន្ធជើងក្រោមទាំងបូមហើយទាំងគេហៅថាកាពីតាស របស់រថយន្តប្រព័ន្ធប៉ុងរបស់រថយន្តបាទពិតជាធ្វើឲ្យយើងអ្នកបើកបរណាជឿជាក់បាទជឿជាក់លើរថយន្តរបស់យើងបាទ ចាសសរុបជារួមមកវិញបងគាត់ថានៅក្នុងតម្លៃត្រឹមតែ 40000 ជាងប៉ុណ្នេះគាត់ថាសមរម្យមែនបងសម្រាប់រថយន្តដែលមានគុណភាពមាន function កាន់តែច្រើនអ្វីដែលកាន់តែពិសេសងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់អ្នកដែលគាត់ស្រឡាញ់ជាមួយរថយន្តលក្ខណៈ pick up ណា បាទអញ្ចឹងសម្រាប់តម្លៃ 40000 ជាងខ្ញុំគិតថាសម្រាប់ខ្ញុំគឺសមរម្យយកបានព្រោះយើងគិតថាបើខ្ញុំសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺពេលដែលខ្ញុំបានបើករថយន្ត off road នេះមែនតែហាក់បីដូចជាខ្ញុំបានកំពុងបើកប្រើប្រាស់រថយន្ត SUV មួយអញ្ចឹងបាទព្រោះវាមានគេថាប្រព័ន្ធសុវត្ថិភាពនិងគេថាបច្ចេកវិទ្យាដូចចឹងរូបយន្ត SUV បងបាទថ្ងៃនេះអរគុណទៅកាន់តង់ច្រើនមែនតើសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងបាទបន្ទោះបីជារវល់យ៉ាងណាក៏ឆ្លៀតពេលចូលរួមជាមួយនឹង Charlotte Cambodia ផងដែរយើងក៏មិនភ្លេចដែរបងប្អូនទាំងអស់គ្នាបាទសម្រាប់បាទ campaign ពិសេសគឺបងប្អូនទាំងអស់គ្នាអាចបាទមកសាក់លបងយកជាមួយរថយន្តស៊េរីទំនើបមួយនេះយកទៅសាក់បាទលបងនៅក្នុងការជិះចំនួន3ថ្ងៃបានដោយឥតកាត់ថ្លៃបាទហើយសម្រាប់លក្ខខណ្ឌជាបន្តទៀតអាចធ្វើការសាកសួរនៅលើគេហទំព័រ Facebook ផ្លូវការរបស់យើងបានអញ្ចឹងបាទចូលរួមតេស្តឲ្យបានទាំងអស់គ្នាឲ្យដឹងអំពីរថយន្តស៊េរីទំនើបដ៏ឆ្លាតវៃមួយនេះផងដែរអញ្ចឹងថ្ងៃនេះអរគុណដល់ការបង្លងដូចគ្នាក៏ដូចជាបងតង់បាទជួបគ្នាម្ដងទៀតនៅអេពីសូតក្រោយជាបន្តទៀតយើងនឹងមានអ្វីថ្មីសម្រាប់ fan របស់ Charlotte Cambodia ទាំងអស់គ្នាបាទ bye bye see you នាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group